នៅទីបំផុតកម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី7មករាឆ្នាំ2026ពីការចាប់ខ្លួនលោកជិនស៊ីបញ្ជូនទៅអោយចិនតាមសំណើរបស់ចិនតែអ្វីជាការកត់សម្គាល់ការចាប់ខ្លួនលោកជិនស៊ីនេះបានធ្វើឡើងក្រោយពីអាមេរិកនិងអង់គ្លេសដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់លោកជិនស៊ីកាលពីខែតុលាឆ្នាំ2025ទោះជាយ៉ាងណាមានសំណួរមួយចំនួនត្រូវបានបាទបងប្អូននេះហើយគឺជាលទ្ធផលនៃក្រុមឈ្មួញទុច្ចរិតដែលបងប្អូនបានដឹងស្រេចហើយថាក្រុមពួកនេះគឺជាក្រុមពួក scammer តែងតែធ្វើការឆោបបោកទ្រព្យសម្បត្តិបងប្អូនតាមរយៈការអូសទាញឲ្យចូលទៅលេងល្បែងឲ្យចូលទៅរកស៊ីតាមរយៈមុខរបរដែលមានប្រភពនិងមិនមានព័ត៌មានច្បាស់លាស់និងគ្មានការទទួលខុសត្រូវក្រុមពួកនេះគឺមានក្រុមការងារជាច្រើនហើយសុទ្ធសឹងតែជាជំនាញការពិសេសផ្នែក IT ហើយក៏បច្ចុប្បន្ននេះក៏កំពុងតែសកម្មខ្លាំងនៅគ្រប់បណ្ដាប្រទេសមួយចំនួនបាទរាប់ទាំងប្រទេសកម្ពុជានិងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីយើងផងដែរចាំបងប្អូនអាចទស្សនាបន្តទៀតបានចោទឡើងហេតុអ្វីកម្ពុជាមិនបញ្ជូនលោកជិនស៊ីទៅឲ្យអាមេរិកឬអង់គ្លេសហើយថាតើប្រទេសប្រចាំលោកខ្លះយល់យ៉ាងម៉េចពីការបញ្ជូនមេអក្រិតជនអនឡាញរូបនេះទៅឲ្យចិនសូមរំលឹកជូនបន្តិចថាកាលពីអំឡុងខែតុលាឆ្នាំ2025អាមេរិកបានប្តឹងរឹបអូសទ្រព្យ